ពិធីការនេះល្បីឈ្មោះអ្នកនាងកុងសុជាតិនិងស្វាមីជីវិបុលបានបង្ហាញភាពរីករាយនៅពេលឃើញកូនស្រីរបស់ខ្លួនម៉ៅសាលភាព Nelly ហៅនីម៉ូដោយមិនត្រឹមតែអាចដើរតាមគន្លងសិល្បៈរបស់ពួកគេបានល្អទេគឺថែមទាំងចេះជំនាញផ្នែក design mode ដែលត្រូវអាជីពសិល្បៈនេះបានល្អថែមទៀតផងនេះមិនមែនជាលើកដំបូងដែលអ្នកម្ដាយរូបនេះបង្ហាញមោទនភាពចំពោះកូនស្រីរបស់ខ្លួនទេព្រោះកន្លងមកពិធីការនីឆ្នាំកុងសុជាតិនិងស្វាមីតែមកហោះសារអបអរសាទរចំពោះភាពជោគជ័យនិងសមិទ្ធផលស្នាដៃដែលកូនស្រីរូបនេះសម្រេចបានមិនថាការសិក្សានិងការប្រកបកិច្ចការអ្វីនោះឡើយដោយសារតែនីម៉ូជាសិស្សពូកែខ្លាំងនិងតែងតែទទួលបានពានរង្វាន់ព្រមទាំងមេដាយពីការសិក្សានិងការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេសជាការពិតដែលព្រឹត្តិការណ៍ Unfiltered Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្តរជាតិ Raffles International College ភ្នំពេញបានបញ្ចប់ទៅដោយជោគជ័យនិងភាពអស្ចារ្យគួរជាទីចងចាំក្នុងផងដែរមហាជននៅតែជាប់ចិត្តជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗដែលជាស្នាដៃរបស់កូនស្រីពិធីការនីឆ្នាំអ្នកនាងកុងសុជាតិគឺម៉ៅសាលភាព Nelly ហៅនីម៉ូនិងមិត្តរួមថ្នាក់របស់នាងដែលបានបង្ហាញឡើងយ៉ាងអស្ចារ្យនាពេលរាត្រីសម្លៀកបំពាក់ស្អាតៗផលឡើងពីគំនិតច្នៃប្រឌិតខ្ពស់របស់និស្សិត6រូបមកពីផ្នែក Fashion Designer បានរួមគ្នាបញ្ចេញស្នាដៃច្នៃម៉ូដសម្លៀកបំពាក់នេះក្រោមការណែនាំនិងផ្ដល់ប្រឹក្សាផ្ទាល់ពីសំណាក់សាស្ត្រាចារ្យបរទេសប្រចាំសាលា Raffles ដែលជាការរួមគ្នាបង្កើតកម្មវិធីលំដាប់អន្តរជាតិនេះឡើងគួរជាទីចាប់អារម្មណ៍ក្មេងតែវ័យមែនតែនីម៉ូមានទេពកោសល្យច្បាស់លាស់សម្រាប់ការធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាទីចាប់អារម្មណ៍ទាំងប្រជាជាតិនិងអន្តរជាតិរហូតអ្នកនាងកុងសុជាតិជាម្ដាយបានលើកឡើងថាគឺជាស្នាដៃការងារដែលបានបង្កើតឡើងដោយស្នាដៃកូនស្រីម៉ៅសាលភាព Nelly និងមិត្តរួមថ្នាក់សម្រាប់មុខជំនាញ Fashion Marketing and Management របស់ Raffles International College ពិតជាអស្ចារ្យនិងមិនសរសើរមិនបានចំពោះកូនស្រីសាលភាព Nelly និងក្រុមការងារបន្ទាប់ទៅនីម៉ូជ្រើសរើសសាលា Raffles ដើម្បីបន្ថែមជំនាញព្រោះថាសាលាមួយនេះមានសាលនៅតំបន់អាស៊ីដូចជានៅប្រទេសកម្ពុជាថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីឥណ្ឌាសិង្ហបុរីចិននិងអ៊ីតាលីដែលជាសាលាបើកទ្វារទទួលសិស្សនៅក្នុងការសិក្សានៅកម្ពុជាតាំងពីឆ្នាំ2010លើបទពិសោធន៍បង្រៀនសិស្សជាង40ឆ្នាំសោភារូបស្រស់ម៉ៅសាលភាព Nelly ហៅនីម៉ូត្រូវបានមហាជនចាប់អារម្មណ៍ថាព្រោះតែមូលដ្ឋានគ្រឹះខាង design បែបនេះហើយទៅបានជាកញ្ញាមានរូបសម្រស់ស្រស់ស្អាតជាមួយនឹងការតុបតែងខ្លួនមើលទៅស៊ីវិល័យទាន់សម័យដូចនារីបរទេសគួររំលឹកផងដែរថាព្រឹត្តិការណ៍ Unfiltered Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្តរជាតិ Raffles International College ភ្នំពេញនៅអគារ Connection កោះពេជ្រកាលពីពេលថ្មីៗដែលមានវត្តមានវិធីការនីល្បីឈ្មោះអ្នកនាងកុងសុជាតិកញ្ញាឌូងសូរីដាលោក Alexandra តារាបង្ហាញម៉ូដប្រុសស្រីចំនួន30នាក់រួមទាំងក្រុម influencer ជាច្រើនដួងភ្ញៀវជាតិនិងអន្តរជាតិជិត300នាក់